Tụi ta khơi mà sạn đấy không? Đại khơi miền thò mòจะđá clay chẳng này.จะđá. អត់បានមកទឹកហ្នឹងបងនេះអត់បានមកទឹកទេខ្លីៗបាទ1 2 3 4មានតែ4 5កាំហ្នឹងប្លែកបងប្លែកយ៉ាងម៉េចចដើខ្លីមានតែប៉ុណ្្នឹងបើយើងឈានជំហានតែមិនជំហានចេះផុតនេះដល់បាត់បាទឥឡូវឡើងមើលខាងលើតើខាងលើនៅសល់អីខ្លះនេះបងប្អូនប្លែកត្រង់នេះមួយបាទនេះថ្មនេះមូលល្អណាស់ថ្មនេះប្រហែលជាដាក់នៅកំពូលបងប្អូនប្រហែលជានៅកំពូលប្រាង្គអាចដាក់នៅលើកំពូលប្រាង្គឬក៏បើសេវលឹងដូចមិនមែនទេបងប្អូនសេវលឹងមិនធ្វើមិនចាញ់រៀងអញ្ចឹងទេហើយនេះមានអូរូបព្រះសិរៈព្រះសម្មាសម្ពុទ្ធធ្វើពីឈើទេឈើគេយកមកដាក់អញ្ចឹងត្រូវខ្យល់តែយូរប្រេះលាបថ្នាំអូអាក្រក់មើលណាលាបថ្នាំអញ្ចឹងហើយនេះបំណែកនេះតង់ណាទេបងប្អូននេះអូប្រហែលជាខាងលើផ្ដែបងប្អូនបាទនេះថ្មនេះអាចជាសេវលឹងវែងដូចសេវលឹងបាទតែគេធ្វើអត់ស្អាតអត់រលោងផងនៅគ្រើមឡើយបើមកដុំនេះបានរលោងបំណែកនៅសេះសល់មានតែប៉ុណ្្នេះទេបងប្អូនបាទมันធម្មតាទេគ្រាន់តែឃើញបំណែកថ្មនេះគឺជាបំណែកនៃផ្ដែបើតាមមើលទៅគឺក្បាលសត្វអង្គបងប្អូននេះចេះបាទតួផ្ដែហ្នឹងចេះទេនេះមាត់សត្វអង្គមានតែមួយចំហៀងទេបាក់បែកទៅបាត់ហើយបងប្អូននឹងមកចំហៀងទៀតនៅឯណាទេហើយនេះគឺជាបំណែកផ្ដែដែរបាទធ្លាក់ឲ្យបាត់យកបាត់តួប្រាងហើយឃើញតែបំណែកថ្មទេដោយសារតែថ្មនេះធំលើកមករួចអញ្ចឹងហើយក៏នៅសេះសល់ជំរាបសួរបងប្អូនដែលកំពុងទស្សនាខាងមុខនេះគឺជាវិហារដ៏ស្រស់ស្អាតដែលទើបនឹងសាងសង់ហើយទេមានពណ៌មានផ្ទាំងគំនូរនៅតាមជញ្ជាំងខាងក្រៅវិហារមើលទៅស្រស់ស្អាតមែនទែនបាទវិហារនេះគឺស្ថិតនៅក្នុងវត្តទឹកពិសីក្នុងស្រុកជីក្រែកខេត្តសៀមរាបនៅក្នុងឃុំសង្វើយបងហើយនៅក្បែរវិហារខ្ញុំក៏បានប្រទះឃើញនៅបំណែកថ្មប្រាសាទជាច្រើនដុំនេះគឺជាបំណែកថ្មធំបងប្អូនมันធម្មតាទេគ្រាន់តែឃើញបំណែកថ្មនេះគឺជាបំណែកនៃផ្ដែបើតាមមើលទៅគឺក្បាលសត្វអង្គបងប្អូននេះចេះបាទតួផ្ដែហ្នឹងចេះទេនេះមាត់សត្វអង្គមានតែមួយចំហៀងទេបាក់បែកទៅបាត់ហើយបងប្អូននឹងមកចំហៀងទៀតនៅឯណាទេហើយនេះគឺជាបំណែកផ្ដែដែរបាទធ្លាក់ឲ្យបាត់យកបាត់តួប្រាងហើយឃើញតែបំណែកថ្មទេដោយសារតែថ្មនេះធំលើកមករួចអញ្ចឹងហើយក៏នៅសេះសល់ចាំមើលទៅឃើញមានតែគ្រឹះនេះគឺជាខឿនបងប្អូនបាទស្នាមខឿនចាក់ជុំវិញបាទស្នាមដីនៅទួលនៅឡើយទេប៉ុន្តែมันឃើញមានតួប្រាងឃើញតែបំណែកថ្មធំដែលនៅនេះអាចជាបំណែកថ្មនៃចដាបងប្អូនបាទក្រៅមេទ្វារនេះផ្ទាំងទៀតនេះអូអានេះក៏ធំដែរមិនតូចទេបំណែកថ្មនៅសេះសល់ធំណាបាទហើយក៏មានព្រះពុទ្ធរូបមួយព្រះអង្គសាងនៅសម័យក្រោយទេប៉ុន្តែធ្វើពីថ្មបងប្អូនបាទនេះតែដូចជាស្ដើងដូចធ្វើទៅស្ដើងមានប្រហោងកដាលបងប្អូនគេយកមកតម្រៀបគ្នាបងប្អូនមិនធ្វើថ្មមកដុំទេគឺជាកំណាត់យកមកផ្គុំគ្នាប៉ុន្តែធ្វើពីថ្មទេបើសិនជាមានការថែរក្សានោះនឹងបានគង់វង្សនៅយូរអង្វែងដែរដោយសារធ្វើពីថ្មមិនមានអីប៉ះពាល់នោះគឺជារឿងល្អបំណែកថ្មជាច្រើនដែលនៅសេះសល់នេះធំមិនដឹងថាតួប្រាង្គប្រាសាទប៉ុណ្ណាទេបើបំណែកថ្មដែលសល់ធំមិនអូចបងប្អូនអូប៉ុណ្ណេះនឹងលើកប្រាំលើកមករួចផងដុំប៉ុណ្ណឹងណាហើយអានេះមានក្បាច់ទៀតខាងក្រោមធម្មតាទេនឹងបំណែកកន្លែងណាទេមានក្បាច់ទៀតគូទឹកជុំវិញគោកឲ្យបងប្អូនជារដូវប្រាំងมันមានទឹកទេបាទយើងមើលទៅស្នាមគូទឹកនៅព័ទ្ធជុំវិញទាំងអស់តែមានកន្លែងខ្លះដោយសារតែមានការសាងសង់វត្តអារាមហើយដល់អញ្ចឹងទៅក៏មានចុះសពនៅក្បែរហ្នឹងធ្វើ
chạy đầy ấy chắc là bông ôn và lại bông ôn mưa tới tập hiệp chung vinh sẵn sắp tay chỉ việc xài là món nó năng xài từng on và nè miền thò bầm này đây tiện nè ta mò ấy thế bà bọn này nít đôi thò mặt đồng khang nọ mình này bà chả đôi chỉ cam cho đá chứ bàn tay mình đang thà đạn nơi bầm này cho lo ná đấy bông khơi nơi khang khang chứ bà thò sợi má mình phơi riêng chẳng để hiện lại chừng kì và hai khăn này lại bông ôn tua sana tua chom tua prangประสาท វិញ បាត់ tua prang មែន ប៉ុន្តែ នៅ សល់ គ្រឹះ បងប្អូន នេះ សល់ គ្រឹះ តាម ពិនិត្យ ឃើញ ជាក់ ស្ដែង គ្រឹះ ខាង ក្រោម បាទ គ្រឹះ ខាង ក្រោម រៀប ជា ថ្ម បាយ ក្រៀម ហើយ បាទ បន្ត ទៀត រៀប ជា ខឿន ទប់ tua prang ក៏ ជា ថ្ម បាយ ក្រៀម ដែរ ហើយ ខាង លើ បន្ទាប់ ពី នោះ មក គឺ ថ្ម ភក់ បាទ បន្ទាប់ ពី ថ្ម បាយ ក្រៀម មក រៀប ជា ថ្ម ភក់ ពេក បាទ មាន ក្បាច់ មាន អី ណា តំណង ជុំ វិញ ដែរ នេះ មិន ធម្មតា ទេ ហើយ បាន បន្ត ពី នឹង ទៅ គឺជា ឥដ្ឋ បងប្អូន ហេតុអី បាន ថា ឥដ្ឋ ដោយ សារ មាន បំណែក ឥដ្ឋ នេះ បាទ ធ្លាក់ នៅ រាយ ទាំង អស់ គំនរ ជុំ វិញ tua prang គឺ សុទ្ធ តែ ជា ឥដ្ឋ អញ្ចឹង នៅ ក្នុង ប្រាសាទ មួយ នេះ គឺ មាន វត្ថុ ធាតុ ដើម ទាំង 3 តែ ម្ដង មាន ទាំង ថ្ម បាយ ក្រៀម រៀប ជា ខឿន និង ជា គ្រឹះ មាន ទាំង ថ្ម ភក់ រៀប បន្ទាប់ មក ទៀត បាទ មក ជាន់ មក ទៀត ហើយ នឹង tua prang រៀប ពី ឥដ្ឋ ណែ បាន ន័យ ថា ល្អ បើសិន ជា នៅ ទាំង tua prang ឆោម និង ស្អាត មិន ទេ បងប្អូន វិញ មាន វត្ថុ ធាតុ ដើម ផ្សំ ទាំង អស់ បាទ ហើយ នោះ នៅ ចំ កណ្ដាល បងប្អូន តម្រូវ សេវលឹង គឺ នៅ បាត់ សេវលឹង ទេ តម្រូវ នៅ សង់ លោក លើក មក ដាក់ ចំ កណ្ដាល នៃ tua prang ស្ដាយ បងប្អូន អើយ បើសិន ជា tua prang នៅ វិញ នឹង មិន ទេ នេះ ស្អាត ប៉ុណ្ណា ទៅ នេះ គាត់ ថា ឃើញ គ្រឹះ នៅ សល់ ប៉ុណ្ណឹង គឺ មើល ទៅ ឃើញ ស្អាត បាត់ ហើយ ចុះ តម្រាំ តែ មាន ទាំង prang នៅ ឈរ ទៀត ដឹង យ៉ាង ណា មើល ទៅ ស្អាត ស្កំស្កៃ នេះ បងប្អូន ឃើញ ទេ ឯ ជុំ វិញ នេះ គឺ សុទ្ធ តែ ថ្ម បាយ ក្រៀម គ្រឹះ របស់ ប្រាសាទ ខាង ក្រោម ថ្ម បាយ ក្រៀម ធំ រៀប ជា ថ្ម បាយ ក្រៀម ប្រាសាទ នេះ មើល ទៅ គឺ សាងសង់ បែរ មុខ ទៅ ទិស ខាង កើត ខុស ពី ប្រាសាទ បាក់រោង បងប្អូន ប្រាសាទ បាក់រោង គឺ សាងសង់ បែរ មុខ ទៅ ទិស ខាង ជើង នៅ ឆ្ងាយ ពី គ្នា ចម្ងាយ ប្រហែល ជា 3 គីឡូ បងប្អូន បាទ ប្រាសាទ ពី ប្រាសាទ បាក់រោង មក គ្រឹះ ប្រាសាទ នេះ យើង មិន ដឹង ថា ប្រាសាទ នឹង ឈ្មោះ អី ទេ បងប្អូន ព្រោះ អត់ មាន ឯកសារ បញ្ជាក់ ទេ ឃើញ នៅ សល់ តែ គ្រឹះ យ៉ាង ហើយ មិន ដឹង ថា ឈ្មោះ អី ទេ ប៉ុន្តែ ស្ថិត នៅ ក្នុង វត្ត ទឹកពិសី បាទ បងប្អូន ចង់ ឃើញ អី មក ចូល ក្នុង វត្ត ទឹកពិសី មក ឃើញ ហើយ គ្រឹះ ប្រាសាទ នេះ គឺ នៅ ខាង ត្បូង វិហារ នេះ បាទ វិហារ នៅ ខាង ជើង ហើយ គ្រឹះ ប្រាសាទ នៅ ខាង ត្បូង តែ គ្រាន់ តែ បំណែក តែ នៅ សេសសល់ ក៏ គួរ ឲ្យ តាក់ទាញ ដែរ បងប្អូន មើល ទៅ គឺ ស្អាត តូច ច្រឡឹង បាទ រៀង តូច ទេ បើ តាម ទំហំ នេះ ប្រហែល ជា 5 ម៉ែត្រ 4 ជ្រុង បាទ 5 ម៉ែត្រ 4 ជ្រុង មើល ចដា ដែរ បងប្អូន អូ ឃើញ ហើយ បងប្អូន នេះ ពេល ឃើញ ថ្ម ចដា នេះ បាន ដឹង ថា ថ្ម ដែល បង្ហាញ បងប្អូន មុន ហ្នឹង បាទ ថ្ម នៅ កែង ខាង នោះ និង ថ្ម នៅ កែង ខាង នោះ គឺ ថ្ម ចដា នេះ ហើយ បាទ នេះ គឺ កលាក់ មិញ នេះ ចដា តូច ទេ ប៉ុន្តែ ប្រហែល ជា អាច ដាក់ ត ពី នេះ មក ទៀត បងប្អូន អាច ដាក់ ត នៅ ខាង មុខ នោះ ឬ កន្លែង តាណា អី ទេ ចឹង ហើយ បាន ឃើញ មាន ថ្ម ហ្នឹង ឆ្ងល់ អី ថ្ម អី ក៏ ប្លែក ដែរ ហើយ ចដា ទើប តែ ឃើញ ប្រាសាទ នេះ បងប្អូន ដែល ឃើញ មាន ថ្ម ចដា ខ្លី ៗ ចឹង នេះ ចដា អត់ បាន មក ទឹក ផង បងប្អូន អត់ បាន មក ទឹក ទេ ខ្លី បាទ 1 2 3 4 មាន តែ 4 5 កាំ ហ្នឹង ប្លែក បងប្អូន ប្លែក យ៉ាង ម៉េច ចដា ខ្លី មាន តែ ប៉ុណ្ណឹង បើ យើង ឈាន ជំហាន តែ មិន ជំហាន ចេះ ផុត នេះ ដល់ បាត់ បាទ ឥឡូវ ឡើង មើល ខាង លើ តើ ខាង លើ នៅ សល់ អី ខ្លះ នេះ បងប្អូន ប្លែក ត្រង់ នេះ មួយ បាទ នេះ ថ្ម នេះ មូល ល្អ ណាស់ ថ្ម នេះ ប្រហែល ជា ដាក់ នៅ កំពូល បងប្អូន ប្រហែល ជា នៅ កំពូល ប្រាង្គ អាច ដាក់ នៅ លើ កំពូល ប្រាង្គ ឬ ក៏ បើ សេវលឹង ដូច មិន មែន ទេ បងប្អូន សេវលឹង មិន ធ្វើ មិន ចេញ រៀង អញ្ចឹង ទេ ហើយ នេះ មាន អូ រូប ព្រះសិរៈ ព្រះសម្មាសម្ពុទ្ធ ធ្វើ ពី ឈើ ទេ ឈើ គេ យក មក ដាក់ អញ្ចឹង ត្រូវ ខ្យល់ តែ យូរ ប្រេះ លាប ថ្នាំ អូ អាក្រក់ មើល ណា លាប ថ្នាំ អញ្ចឹង ហើយ នេះ បំណែក នេះ តង់ណា ទេ បងប្អូន នេះ អូ ប្រហែល ជា ខាង លើ ផ្ដែ បងប្អូន បាទ នេះ ថ្ម នេះ អាច ជា សេវលឹង វែង ដូច សេវលឹង បាទ តែ គេ ធ្វើ អត់ ទាន់ ស្អាត អត់ រលោង ផង
nó cơm láo mà đóng đi ba là lồ bom này nó sẽ sao miền là pan tê bằng vòn và miền tại cư tê là dừng mưa từ khơi nó sạch rồi riêng sạch đó cư thì bắt bằng tua prang bật mến tại cư nơi bằng hàng rồi riêng nó sạch và sân chia mình toàn miền cá đua rồi lum mưa tầm đằng lò dạng na thế miền tảng thò bài cream miền tảng thò phu miền tảng ắt và sạch đó bạn để vềตีตัวบริษัทในประเทศจีน3 ซับ 5 ซับบางคนvà đào giờ tới 5 ซับ từ từng 2 ซับ hỏi miền cụ tắc bọt trung vinh đây lời này trung vinh khang này miền vị hía trung vinh miền trái đầy khá từ miền phano miền mông ấy khá chẳng ôi mỗi này và sau ta chia cái này mình cho sắp ở hai thị trấn tam vọt aram tại từ miền cái lạnh cọp sắp miền trái đầy chạy đào này bầm rồi mò bay kia một con này tổng thống mà mò bay kia mình tôi tê rồi sau ta chia bầm này ắt lăng ri cái này cái cá sấu này than tua prang cứ sang bị ắt hai ở con bông phồnไปแจกมาดองเตี้ยปราสาทนี่คือถัดในขนมคมสองเว้ยสกจีไข่สกจีไก่ไข่สีเรียบใหญ่อยู่ตัวจังจอบมดนะพ่อ con bông phồn chụp cái này video cái nào ấy